Some like the Johan sign មិនបានបន្ទន់ចំហទៅអង្វរថៃឲ្យបើកព្រំដែនជាមួយថៃនៅថ្ងៃទី20 តុលាដោយការចុះផ្សាយឡើយអ្នកនាំពាក្យព្រឹទ្ធសភាលោកជាធិរិតបានច្រានចោលការលើកឡើងរបស់លោកស៊ូសារ៉ាគូស៊ីរីអ្នកនាំពាក្យក្រសួងការពារជាតិថៃដែលបានថ្លែងនៅថ្ងៃនេះថាសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានដាក់សម្ពាធឲ្យប្រទេសថៃបើកច្រកព្រំដែននៅថ្ងៃទី20 តុលាខាងមុខនេះសូមបញ្ជាក់ផងដែរថាកន្លងទៅសម្ដេចតេជោធ្លាប់បានបញ្ជាក់ពីជំហររបស់សម្ដេចជាបន្តបន្ទាប់និងផ្សាយលើទំព័រ Facebook ផ្លូវការរបស់សម្ដេចកាលពីថ្ងៃទី23 កញ្ញាឆ្នាំ2025កន្លងទៅថ្មីនេះទៀតថាចាប់តាំងពីយោធាថៃបិទច្រកព្រំដែនជាឯកតោភាគីមកកម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេគ្រាន់តែប្រាប់ទៅភាគីថៃថាថៃជាអ្នកបិទថៃគឺជាអ្នកបើកមិនបាច់ចរចាជាមួយកម្ពុជាទេហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ5ម៉ោងជំហរកម្ពុជានេះនឹងមិនផ្លាស់ប្ដូរទេហើយកម្ពុជាក៏មិនធ្វើថោកទៅសុំបើកច្រកព្រំដែននោះដែរថៃអាចបន្តបិទសូម្បី100ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ